ក្មេងប្រុសនេះគ្រាន់តែដើររើសអេកចៃនៅកន្លែងចោលសម្រាប់ដោយនឹកស្មានមិនដល់ដីក្រោមជើងរបស់គេក៏ដួលរលំភ្លាមឪពុកចង់បោះជំហានទៅមុខដើម្បីជួយសង្គ្រោះគាត់ប៉ុន្តែខ្ញុំគិតថាញ៉ាំមួយចានក្មេងប្រុសកំពុងរអិលទៅរកទីជ្រៅក្នុងល្បឿនគួរឲ្យភ្ញាក់ផ្អើលជាសំណាងល្អក្នុងគ្រាមានវិបត្តិតែមេកានិកមួយបានចាប់ក្មេងប្រុសបន្ទាប់ពីគាត់ត្រូវបានជួយសង្គ្រោះដោយឪពុករបស់គាត់បានជិះក្តីដោយប្រុងប្រយ័ត្នប៉ុន្តែវាប្រែទៅជាមនុស្សយន្តពេញលេញក្មេងប្រុសនោះរំភើបចិត្តភ្លាមអ្នកដឹងទេនៅក្នុងពិភពលោកសប្តាហ៍ថ្ងៃនេះមនុស្សយន្តបានជំនួសការប្រដាល់ទស្សនិកជនលែងពេញចិត្តនឹងការប៉ះទង្គិចនៃកណ្ដាប់ដៃនិងទាត់ផ្ទុយទៅវិញពួកគេបានឆ្លុះវង្វេងនឹងផ្កាភ្លើងដែលហោះនៅពេលដែលមេឃបានប៉ះទង្គិចគ្នា Max បានធំឡើងនៅក្នុងបរិយាកាសនេះតាមធម្មជាតិខ្ញុំក៏ចង់មានរបស់មួយដែរមនុស្សយន្តផ្ទាល់ខ្លួនរបស់អ្នកជាអកុសលស្ថានភាពហិរញ្ញវត្ថុរបស់គ្រួសារគាត់មានកម្រិតប៉ុន្តែថ្ងៃនេះគាត់បានចំពុកដួលលើម៉ាស៊ីននៅក្នុងកន្លែងទុកចោលគាត់រំភើបចិត្តខ្លាំងណាស់ប្រញាប់ជីកដីជុំវិញបន្ទាប់ពីជីកពេញមួយយប់ទីបំផុតមនុស្សយន្តត្រូវបានជីកចេញ Max បានត្រឡប់ទៅផ្ទះវិញដោយថាំពោគាត់ឲ្យលឿនប៉ុន្តែដោយមិននឹកស្មានដល់មនុស្សយន្តដែលបានដេកក្នុងកន្លែងចោលសម្រាមជាយូរមកហើយវានៅតែអាចចាប់ផ្ដើមជាធម្មតាអ្វីដែលធ្វើឲ្យ Max ភ្ញាក់ផ្អើលជាងនេះទៅទៀតមនុស្សយន្តនេះថែមទាំងមានកំហុសសមត្ថភាពក្នុងការធ្វើត្រាប់តាមសូម្បីតែឪពុកក៏ភ្ញាក់ផ្អើលដែរបន្ទាប់មកមិត្តស្រីរបស់គាត់បានផ្ដល់ឲ្យមនុស្សយន្តជាមួយនឹងឧបករណ៍បញ្ជាពីចម្ងាយប្រាប់គាត់ពីរបៀបដំណើរការវានេះគឺសម្រាប់ញាតិញោមសម្រាប់ Max ដែលលេងហ្គេមវីដេអូវាក៏សាមញ្ញណាស់ Max ប្រើកាំភ្លើងបាញ់ទឹកសម្អាតដោយប្រុងប្រយ័ត្ននៅស្នាមប្រឡាក់នៅលើមនុស្សយន្តប៉ុន្តែភ្លាមនោះគាត់បានកត់សម្គាល់អ្វីមួយមនុស្សយន្តនេះមានអក្សរអង់គ្លេស Adam ឆ្លាក់នៅលើទ្រូងរបស់វានេះច្បាស់ជាឈ្មោះរបស់គាត់បន្ទាប់មកគាត់បានយកអាដាមទៅរកឪពុករបស់គាត់ខ្ញុំចង់ឲ្យគាត់ចូលរួមក្នុងការប្រកួតប្រជែងមនុស្សយន្តប៉ុន្តែឪពុករបស់គាត់បានបដិសេធគាត់ទាំងស្រុងដោយសារតែគាត់ជាមនុស្សយន្តខ្លាំងៗចំនួនទី2វាត្រូវបានរចនាឡើងដើម្បីវាការឲ្យគាត់ឡើងសង្វៀនប្រដាល់គឺសាមញ្ញសើចខ្លាំងណាស់ថ្មីខ្ញុំជ្រុះប៉ុន្តែ Max មិនយល់ស្របនឹងទស្សនៈរបស់ឪពុកគាត់ទេខ្ញុំតែងតែមានអារម្មណ៍ថាអាដាមមិនមែនជាមនុស្សយន្តធម្មតាទេគាត់ហាក់ដូចជាយល់ពីអ្វីដែលគាត់កំពុងនិយាយវាលាក់សក្តានុពលដ៏ធំសម្បើមមួយចំនួនដូច្នេះគាត់បានទៅជួបឪពុករបស់គាត់ម្ដងទៀតខ្ញុំបានអង្វរគាត់ឲ្យជួយខ្ញុំកក់ការប្រកួតប្រឈមមុខនឹងការអង្វរឈប់ឈររបស់កូនប្រុសនាងទីបំផុតឪពុកបានសម្រេចចិត្តសម្រុះសម្រួលខ្ញុំបាននាំគាត់ទៅកន្លែងហាត់ប្រាណប្រដាល់របស់មិត្តខ្ញុំនឹងបង្ហាញគាត់មើលថាតើមនុស្សយន្តប្រដាល់ពិតប្រាកដមើលទៅដូចម្តេចខ្ញុំចង់ឲ្យគាត់ថយក្រោយ Max បានជួបគាត់នៅទីនេះ Sis ដែលជាមនុស្សយន្តដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោកគាត់ត្រូវការចលនាមួយប៉ុណ្ណោះដើម្បីបញ្ចប់គូប្រជែងរបស់គាត់ប៉ុន្តែគ្មាននរណាម្នាក់ខ្លាច Max នេះគ្រាន់តែពង្រឹងការតាំងចិត្តឲ្យអាដាមចូលរួមប្រឈមមុខនឹងការតស៊ូរបស់កូនប្រុសគាត់ឪពុករបស់គាត់គ្មានជំរឿក្រៅពីនាំគាត់ទៅសង្វៀនប្រដាល់ក្រោមដីនៅទីនេះឪពុករបស់គាត់បានរកឃើញថាគាត់ជាគូប្រកួតដែលខ្សោយប្រសិនបើអាដាមឈ្នះពួកគេនឹងទទួលបានរង្វាន់ចំនួន1,000ប៉ុន្តែប្រសិនបើពួកគេចាញ់អាដាមនឹងក្លាយជារបស់អ្នករៀបចំឆាប់នេះកន្លែងប្រកួតនេះពោពេញទៅដោយមនុស្សដែលទន្ទឹងរង់ចាំការប្រកួតគូប្រជែងរបស់ពួកគេក៏ជេរប្រមាថពួកគេដែរប៉ុន្តែ Max មិនអើពើនឹងគាត់ទេគ្រាន់តែកែតម្រូវឧបករណ៍ដោយប្រុងប្រយ័ត្នឪពុកចង់គ្រប់គ្រងអាដាមខ្លួនឯងប៉ុន្តែ Max បាននិយាយថាវាគឺជាចំណង់ចំណូលចិត្តរបស់គាត់មិនត្រូវការការគ្រប់គ្រងរបស់គាត់ទេខណៈដែលអាជ្ញាកណ្ដាលបានបន្លឺសំឡេងរត់ការប្រកួតបានចាប់ផ្ដើមជាផ្លូវការគូប្រកួតបានបោះជំហានទៅលើឆ្មាំរបស់អាដាមភ្លាមបន្ទាប់មកការវាយដំដ៏គួរឲ្យទាក់ទាញមួយត្រូវបានផ្ដល់ឲ្យក្បាលរបស់គាត់អាដាមគឺគ្មានអំណាចទាំងស្រុងក្នុងការវាយបក Max ដែលឈរនៅចំហៀងក៏ចាប់ផ្ដើមភ័យស្លន់ស្លោជាសំណាងល្អឪពុកនៅទីនោះដើម្បីដឹកនាំវាស្វាគមន៍បិទមាត់ទៅអ្នកមិនជួយទេប៉ុន្តែ Max ដែលឆ្លងកាត់ដំណាក់កាលប៉ះបោមិនបានពេញចិត្តចំពោះវាទេគាត់បានបង្ហាញថាគាត់មិនត្រូវការជំនួយរបស់គាត់ទេក្រោយពីបញ្ជារបស់ឪពុកទៅអាដាមបានរងគ្រោះម្ដងទៀតគាត់ត្រូវបានគូប្រជែងរបស់គាត់សង្កត់លើថ្មដោយមិនឈប់ឈរ Max ដែលបានចូលរួមក្នុងការប្រកួតលើកដំបូងក៏មានការច្របូកច្របល់បន្តិចដែរខ្ញុំមិនដឹងពីរបៀបដំណើរការមនុស្សយន្តទេសំណាងល្អអាដាមជាដៃគូប្រយុទ្ធមនុស្សយន្តមានភាពធន់មិនគួរឲ្យជឿបន្ទាប់ពីការវាយលុកយ៉ាងធ្ងន់ធ្ងរជាច្រើនមិនមានដំណើរការខុសប្រក្រតីទេគ្រាន់តែវាធ្វើបាបមិនខុសច្បាប់នៅសល់តែ32នាទីនេះបានធ្វើឲ្យ Huff Jackman មានការភ័ន្តច្រឡំយ៉ាងខ្លាំងច្បាប់កំណត់សម្រាប់គាត់ដោយអ្នករៀបចំគឺដរាបណាគេមិនចាញ់ក្នុងរយៈពេលកំណត់ទោះបីជាអាដាមឈ្នះក៏ដោយនៅពេលនោះអាដាមត្រូវបានគេដោលឲ្យដួលទៅនឹងដីទស្សនិកជនបានផ្ទុះការអបអរសាទរនៅពេលដែលការរកថយក្រោយបានចាប់ផ្ដើមការប្រកួតប្រជែងចិត្តដល់ទីបញ្ចប់ហើយ Max បានបដិសេធមិនបោះបង់ហើយឈ្មោះអាដាមដោយអស់សង្ឃឹមនៅក្រោមការស្រែកឥតឈប់ឈរអាដាមហាក់ដូចជាការហៅបន្ទាប់មកគាត់បានក្រោកឡើងភ្លាមឪពុកមិនជឿថាពួកគេពិតជាបានឈ្នះការប្រកួតនោះទេនោះហើយជាមន្តស្នេហ៍នៃកីឡាប្រដាល់នោះហើយជារបៀបដែលពួកគេបានឈ្នះ$1,000ប៉ុន្តែគូប្រជែងរបស់គាត់មិនសូវជឿជាក់ខ្លះទេគាត់បានបង្ហាញថាគាត់ចង់លេងមួយជុំទៀតឪពុកដើមមានបំណងយកលុយហើយចាក់ចេញប៉ុន្តែកូនប្រុសបានយកក្រុមតាមសំណើរបស់គូប្រកួតដោយមិនស្ទាក់ស្ទើរជាក់ស្ដែងកូនប្រុសបះបោម្នាក់ទប់ឲ្យឪពុកអស់សង្ឃឹមពេលដែលសម្លេងរ៉ូតបានបន្លឺឡើងហ្គេមបានបន្តដោយបានរៀនពីអតីតកាលអាដាមបានគិតពីការវាយប្រហារដោយជោគជ័យមុនពេលគូប្រជែងអាចងើបឡើងវិញពីសម្ពាធជោគជ័យ Max បានគ្រប់គ្រងអាដាមដើម្បីបើកការវាយប្រហារយ៉ាងស្អាតបានកាំងប្រព័ន្ធរបស់គូប្រជែងដោយជោគជ័យគាត់វាយក្បាលយ៉ាងខ្លាំងបន្ទាប់មកគាត់ស្រាប់តែដួលទៅលើដីគ្មាននរណាម្នាក់អាចជឿវាបានទេមនុស្សយន្តពិតជាបានឈ្នះការប្រកួតគូប្រជែងខឹងសម្បាយ៉ាងខ្លាំងយ៉ាងណាមិញគាត់សុខចិត្តទទួលយកការបរាជ័យដោយគោរពបានឲ្យពួកគេចំនួន3.000យន្តមុនពេលចាក់ចេញអ្នកងារមួយទៀតបានរកឃើញអ្នកទទួលខុសត្រូវអញ្ជើញពួកគេឲ្យលេងការប្រកួតផ្សេងទៀតនៅប្រលានយន្តហោះទាំងមូលប្រសិនបើអ្នកឈ្នះអ្នកអាចទទួលបាន7,000យន្តនៅពេលល្ងាច Max មិនបានដេកទេផ្ទុយទៅវិញពួកគេកំពុងសិក្សាការអាប់ដេតផ្នែករឹងរបស់អាដាមគាត់ធ្វើការតាំងពីយប់រហូតដល់ថ្ងៃពឹងផ្អែកលើភេសជ្ជៈបើកម្លាំងដើម្បីឆ្លងកាត់ឥឡូវនេះគាត់ត្រូវការតន្ត្រីដែលធ្វើឲ្យខ្ញុំរំភើបជាមួយនឹងចលនារបស់ក្មេងប្រុសមនុស្សយន្តក៏ចាប់ផ្ដើមធ្វើត្រាប់តាមចលនាគឺស្របទាំងស្រុងគ្មានការបង្វែរជាដាច់ខាតនោះហើយជាទាំងអស់មនុស្សយន្តរំបានកើតទោះជាយ៉ាងណាក៏ដោយភ្លាមសម្លេងនោះបានដាស់ឪពុកតែឃើញថាសប្បាយខ្លាំងប៉ុណ្ណានេះក៏បានធ្វើឲ្យគាត់ពេញចិត្តយ៉ាងខ្លាំងជាបន្តបន្ទាប់ Max ចាប់ផ្ដើមបង្ហាញលទ្ធផលការងាររបស់គាត់នៅយប់នោះគាត់បានបញ្ជាក់ថាឥឡូវនេះអាដាមអាចត្រូវបានគ្រប់គ្រងដោយសម្លេងរបស់គាត់គ្មានការបញ្ជាពីជំនាញដែលត្រូវការសម្រាប់ប្រតិបត្តិការ Deadbolt ឪពុកក៏បានឃើញក្តីសង្ឃឹមភ្លាមដូច្នេះនៅថ្ងៃបន្ទាប់ Wolf បានចាប់ផ្ដើមបង្វឹកអាដាមនៅពេលព្រឹកព្រលឹមអនុញ្ញាតឲ្យគាត់ស្គាល់គ្រប់ចលនានិងគ្រប់ស្ទីលហើយអាដាមបានរស់នៅតាមការរំពឹងទុករបស់គាត់មិនយូរប៉ុន្មានសកម្មភាពរបស់ Wolverine ទិន្នន័យទាំងអស់ត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធគ្រានៃសេរីល្អរបស់ពួកគេបានចាប់ផ្ដើមជាផ្លូវការហើយកំឡុងថ្ងៃប្រដាល់របស់ខ្ញុំអាដាមតែងតែឈ្នះលើគូប្រជែងរបស់គាត់ដោយគ្មានការភ្ញាក់ផ្អើលអ្វីទាំងអស់បានទទួលរង្វាន់ជាច្រើនគាត់ក៏នឹងបំពេញបេសកកម្មរាល់ពេលដែលគាត់ឡើងលើឆាក
ធ្វើឲ្យ game មិនសូវធុញទ្រាន់ទស្សនិកជនក៏មានការចូលចិត្តពួកគេកាន់តែច្រើនឡើងដែរបន្ទាប់ពីឈ្នះការប្រកួតជាច្រើនជាប់គ្នាពួកគេក៏ល្បីល្បាញក្នុងស្រុកផងដែរមិនយូរប៉ុន្មានពួកគេបានទទួលការអញ្ជើញឲ្យចូលរួមការប្រកួតអន្តរជាតិនេះក៏ជាក្តីស្រមៃរបស់ឪពុកនិងកូនដែរពួកគេអាចបង្កើតឈ្មោះសម្រាប់ខ្លួនគេបានដរាបណាពួកគេកំចាត់គូប្រជែងប៉ុន្តែគូប្រជែងដំបូងរបស់ពួកគេប៉ុន្តែវាគឺជាតារាភ្លោះដែលគេស្គាល់ថាជាមនុស្សយន្តអាក្រក់មុនពេលការប្រកួត Max បានពិនិត្យដោយប្រុងប្រយ័ត្ននៅផ្នែករបស់ Adam ដើម្បីការពារការមិនដំណើរការនៅលើវាហើយ Hugh Jackman បានបង្ហាញខ្លួនជាអន្តរជាតិជាលើកដំបូងរបស់គាត់ភ័យខ្លាំងណាស់ប៉ុន្តែដូចជាការប្រកួតចិត្តចាប់ដើមទោះយ៉ាងណាភ្នាក់ងាររបស់ Sears បានរកឃើញឪពុកនិងកូនប្រុសអញ្ជើញពួកគេមកអង្គុយនៅក្នុងបន្ទប់របស់ខ្ញុំបន្ទាប់ពីមកដល់បន្ទប់ម្ចាស់ក្លឹបបានទទួលឪពុកនិងកូនប្រុសគាត់បាននិយាយថាគាត់ចង់ទិញ Adam លោកនឹងផ្ដល់ប្រាក់សំណងដល់ពួកគេចំនួន$200.000អាមេរិកជាការពិតណាស់ឪពុកមានឆន្ទៈក្នុងការលក់ Adam ប៉ុន្តែកូនប្រុសបានបដិសេធជាដាច់ខាតមិនអីទេហើយគ្រាន់តែចង់ច្បាស់គាត់មិនមែនសម្រាប់លក់ទេមិនមែនឥឡូវនេះទេបន្ទាប់ពីនិយាយបែបនេះ Max បានចាក់ចេញពីបន្ទប់ខ្ញុំថែមទាំងមានចំនួនធំជាមួយឪពុកខ្ញុំទៀតផងដោយមិនមានជំរឿនផ្សេងទៀតពូចុកត្រូវប្រឈមមុខនឹងអ្វីដែលត្រូវមកគុំគាត់ដោយទស្សនិកជន The Twin Stars បង្ហាញខ្លួនជាលើកដំបូងដ៏មានឥទ្ធិពលកុងសូលរបស់គាត់ត្រូវបានគ្រប់គ្រងដោយអ្នកបើកបរពីរនាក់អាចធ្វើការវិនិច្ឆ័យបានត្រឹមត្រូវជាងបន្ទាប់មក Adam នឹងបង្ហាញខ្លួនដំបូងឡើយលោកបានសម្ដែងក្បាច់រាំដ៏ក្តៅគប់នៅចំពោះមុខទស្សនិកជនពិធីកររបស់ពួកគេបានរស់នៅក្នុងបរិយាកាសភ្លាមប៉ុន្តែគូប្រកួតរបស់ពួកគេបានត្រឹមតែសាច់ពេញចិត្តច្បាស់ណាស់ពួកគេមិនបានយកឪពុកនិងកូនយ៉ាងធ្ងន់ធ្ងរតតែសោះភាគីទាំងពីរកាន់មុខតំណែងដោយតែអាញាកណ្ដាលបានចាប់ផ្ដើមការប្រកួតបានចាប់ផ្ដើមជាផ្លូវការ Gemini បើកការវាយប្រហារដំបូងជាសំណាងល្អ Adam បានគេចទាន់ពេលបន្ទាប់មកនាងចាប់ផ្ដើមសងសឹកយ៉ាងព្រៃផ្សៃលើក្បាលរបស់គាត់ប៉ុន្តែគាត់មិនបានមើលក្រោយប៉ុន្មានដងផងគុណសម្បត្តិនៃប្រព័ន្ធ Gemini បានក្លាយជាជាក់ស្ដែងពួកគេត្រូវបានគ្រប់គ្រងដោយមនុស្សពីរនាក់បន្ថែមឧបករណ៍បច្ចេកវិទ្យាខ្ពស់ Adam ត្រូវបានកាត់ចេញយ៉ាងឆាប់រហ័សបន្ទាប់មកគាត់វាយប្រហារយ៉ាងសាហាវដោយកណ្ដាប់ដៃធ្ងន់ការភ្លើងហោះដោយព្រួយភ្លាមឪពុកដឹងថាបើឆ្លុះគ្នាបែបនេះពួកគេមានវាសនាចាញ់ពួកគេត្រូវបានចម្រុះចេញក្នុងជុំទី16សំណាងល្អឪពុកសង្កេតឃើញថាការជៀសវាងធូលីរបស់ Gemini ត្រូវបានអូសបន្លាយជាមួយនឹងកណ្ដាប់ដៃនេះគឺជាចំណុចខ្សោយរបស់ Gemini ពេលឡើងឋានៈគាត់នឹងមិនអាចបិទគោលដៅរបស់គាត់បានទេ Adam បានរកឃើញឱកាសមួយដើម្បីតាមពីក្រោយគាត់បន្ទាប់មកគាត់ចាប់ផ្ដើមជំរុញសៀវភៅសាច់ Gemini ដែលត្រូវបានផ្សព្វផ្សាយមិនអាចសងសឹកបានទេវារហូតទប់មិនបាននៅក្រោមការវាយប្រហារជាបន្តបន្ទាប់ត្រាវរឹងរបស់ Gemini មិនយូរប៉ុន្មានបានបរាជ័យគាត់ឆ្វេងស្ដាំ Gemini ត្រូវបានឆ្ងល់ទាំងស្រុងដោយល្បិចរបស់ពួកគេបន្ទាប់មកគាត់បានដាក់គូប្រជែងរបស់គាត់ទស្សនិកជនទាំងមូលបានផ្ទុះការអបអរសាទរមនុស្សយន្តបានយកចេញពីកន្លែងចាក់សម្រាមពួកគេពិតជាអាចយកឈ្នះតារាភ្លោះនៃសង្វៀនអាជីពឪពុកនិងកូនក៏រំភើបចិត្តមិនគួរឲ្យជឿសម្រាប់ទស្សនិកជនពួកគេទាំងអស់គ្នាបានប្រញាប់ប្រញាល់ទៅកាន់សង្វៀនប៉ុន្តែដូចម្ចាស់ផ្ទះបានប្រកាសលទ្ធផលអតិបរមាប៉ុន្តែគាត់បានឆក់យកមីក្រូហ្វូនពីដៃរបស់គាត់បន្ទាប់មកពួកគេបានបង្ករឿងដល់ក្រុមរបស់ Sears ដោយបើកចំហនឹងឥតឈប់ឈរខ្ញុំនឹងរលំអ្នកនឹងប្រយុទ្ធគ្រប់ពេលវេលាគ្រប់ទីកន្លែងណាដែលអ្នកដាក់ឈ្មោះវាយើងនឹងក្រុមរបស់ Sears តពោះនឹងខ្លាំងពូកែមិនចេះនិយាយភ្លាមហេតុផល Max ចំអកឲ្យពួកគេបែបនេះគាត់ចង់យកឈ្នះគូប្រជែងបន្ទាប់របស់គាត់ប្រកួតប្រជែង Sears ដោយផ្ទាល់ហើយចលនារបស់គាត់បានដំណើរការក្រោយចប់ការប្រកួតអ្នកយកព័ត៌មានជាច្រើនបានចោមរោមពេញកីឡាដ្ឋានច្រកចូលក្លឹបវាបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតរបស់ពួកគេចុងក្រោយក្រុមរបស់ Sears ក្រោមសម្ពាធពីមតិសាធារណៈបានជ្រើសរើសប្រយុទ្ធហើយ Sears ទើបតែបានបង្ហាញខ្លួននេះបានបង្ហាញពីអារម្មណ៍នៃការគៀបសង្កត់យ៉ាងខ្លាំងទស្សនិកជនផ្ទុះកំហឹងបន្ទាប់មកគាត់បានលោតដោយផ្ទាល់ទៅកណ្ដាលនៃសង្វៀនឈុតនេះបានធ្វើឲ្យ Hugh Jackman មិនអាចនិយាយបានអ្នកគួរតែដឹង Sears មិនដែលរងបរាជ័យទេតាំងពីបង្ហាញខ្លួនដំបូងមកអាទិត្យគូប្រជែងរបស់គាត់មិនត្រូវបានកាត់បន្ថយដោយឡែកយ៉ាងទេវាមានន័យថាការវាយក្បាលរបស់អ្នកដោយកណ្ដាប់ដៃតែមួយសូម្បីតែប្រឈមមុខនឹងកំណត់ត្រាដ៏គួរឲ្យភ័យខ្លាចបែបនេះឪពុកនិងកូននៅស្ងៀមហើយតែងខ្លួនពួកគេជឿយ៉ាងមុតមមខ្ញុំអាចលេចធ្លោក្នុងការប្រកួតប្រជែងនេះខ្លាចជាម្ចាស់ជើងឯកពិភពលោកក្នុងការយកចិត្តទុកដាក់